ngày ní nhung能នាំអ្នកតោះគ្នាឲ្យមកស្គាល់ Villa Homestay មួយកន្លែងនៅខេត្តកំពតនិយាយទៅឃើញទេសភាពស្អាតអញ្ចឹងមិនមែននៅស្រុកគេទេនេះគឺជាអាម៉ាយ៉ាកំពត Homestay ដែលជាប្រភេទ Villa សម្រាប់ការស្នាក់នៅបែប private សម្រាប់អ្នកដែលគាត់ចង់ជួបជុំជាមួយគ្រួសារមិត្តភ័ក្តិឬក៏ក្រុមការងារអីចឹងណាអីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងមែនតើហ្នឹងគឺ open space ដែលគេមានអាងហែលទឹកផ្ទះបាយកន្លែងញ៉ាំអីហើយនឹងបន្ទប់ទឹកនៅចំកណ្ដាលវីឡាហ្នឹងហ្មងហើយបើបន្ទប់គេវិញគឺរៀបចំបានស្អាតរៀបចំបែបខ្មែរអីចឹងណានិយាយទៅគឺយើងអាចមើលឃើញទេសភាពពេញមួយក្រុងកំពតហ្នឹងពីបន្ទប់គេងរបស់យើងហ្មងហើយ bedroom មួយគឺគេមានបន្ទប់ទឹកផ្ទាល់ខ្លួនរបស់គេនិយាយទៅការរៀបចំបានស្អាតទំហំគេធំទូលាយសំខាន់អ្នកទាំងអស់គ្នាពេលងូតទឹកយើងអាចមើលទេសភាពព្រៃភ្នំនៅខេត្តកំពតបានទៀតចំពោះការញ៉ាំវិញអ្នកទាំងអស់គ្នាមិនបាច់បារម្ភទេកន្លែងគាត់មាន restaurant ដែលគាត់អាចរៀបចំបានទាំងម្ហូបខ្មែរនិងម្ហូបអឺរ៉ុបព្រលឹមឡើងអត់ដឹងទៅណាឬក៏អត់ដឹងញ៉ាំអីហើយល្ងាចឡើងនៅខ្ជិលទៅក្រៅអីចឹងណាអ្នកទាំងអស់គ្នាអាចប្រាប់គាត់ឲ្យរៀបចំម្ហូបយកមកដល់វីឡាក៏បានដែរនៅពេលដែលខ្ញុំមកគេងនៅនេះគឺមានអារម្មណ៍ថាប្លែកពិសេសនិយាយទៅគឺអត់ដូច resort ឬក៏ hotel កន្លែងផ្សេងទេអញ្ចឹងខ្ញុំ highly recommend អ្នកទាំងអស់គ្នាឲ្យមកស្នាក់នៅនេះដោយសារ location របស់គាត់នេះគឺនៅលើជើងភ្នំអញ្ចឹងទេសភាពគឺស្អាតខ្លាំងមែនតើហើយសម្រាប់ការកក់អ្នកទាំងអស់គ្នាអាចកក់បាននៅលើ page Amaya Kampot Homestay អញ្ចឹងពីខ្ញុំគឺមានតែប៉ុណ្្នឹងទេបាយបាយ